តើស្មានប្រើថ្មឈុតថ្មពីរបែបនេះអាចថាចូលជារបស់កម្រវិញហើយដោយសារតែឥឡូវចេញភាគច្រើនគឺមានតែជាប្រភេទ solo ដែលមានតែសាច់ motor ឬក៏មកថ្មមួយប៉ុន្តែឈុតថ្មពីរអញ្ចេះគឺអត់សូវមាននៃពុះចេញក្រោយៗនេះមានចំណុចគួរចាប់អារម្មណ៍ច្រើនជាងនេះទៀតដូចជាទី1ទៅលើក្បាលដែកនេះដែកគឺមានភាពរឹងមាំហើយនឹងការប្រើប្រាស់ក៏ធន់ផងដែរប៉ុន្តែមកគឺនេះជាប្រភេទប្រើធ្យូងធម្មតាចំពោះមុខងារផ្សេងៗគឺដូចទៅនឹងប្រភេទប្រើថ្មផ្សេងៗដែរមានប្រអប់លេខដែលមានចំនួន2លេខលេខ1ហើយនិងលេខ2ខុសគ្នាទៅលើទី1គឺកម្លាំងខ្លាំងសម្រាប់ប្រើទៅលើ material ដែលរឹងនិងម្លេចទីគឺលឿនលឿនសម្រាប់ការងារលឿនរហ័សហើយចំពោះមុខងារទាំង3នៅខាងលើនេះគឺទី1សម្រាប់បាញ់វីរូបនៅកណ្ដាលផ្លែស្វានគឺទៅលើការស្វានដៃស្វានឈើនិងទី3រូបញញួននេះគឺប្រើទៅលើការស្វានជញ្ជាំងឥដ្ឋចំពោះលេខ20ដែលនៅខាងមុខនេះដូចទៅនឹង motor ស្វានប្រើថ្មផ្សេងៗដែរដែលយើងកំណត់ទៅលើការបាញ់វីធំវីទូចវែងឬខ្លីគឺយើងផ្លាស់ប្ដូរទៅតាមនោះកងតាក់មកក្រោយគឺមានដូចគ្នាទាញត្រឹមកណ្ដាលជាការឡុកចំពោះ material ផ្សេងៗវិញខ្ញុំមើលឃើញថានៅតែរក្សាស្តង់ដារផលិតបោះបុះទៅដែរតែទៅលើគុណភាពរឹងមាំហើយជ័រដែលស្រោបនៅជុំវិញនេះក៏ស្និទ្ធនិងស្អិតកាន់ស្និទ្ធដៃល្អផងដែរថ្មដែលមកជាមួយមានទំហំ2 ampere 18 V ដែលថ្ម18 V យើងឃើញមាន1 ampere កន្លះ2 ampere 4 ampere និង 6.3 ampere អញ្ចឹងនេះគេដាក់ឲ្យថ្មកម្រិតមធ្យមផងដែរ CSB 183i ដែលខ្ញុំកំពុងកាន់នេះផលិតនៅប្រទេសម៉ាឡេស៊ីទំហំផ្លែគឺ13លីល្បឿនវាជុំពី0ដល់1650 rpm និងមានការធានារយៈពេល1ឆ្នាំទៅលើដុំភ្លើងនិងខ្នើយចំពោះគ្រឿងក្នុងប្រអប់មាន motor ថ្ម2គ្រាប់និងឆ្នាំងសាកមួយអត់មានផ្លែនិង VX មកជាមួយនោះទេសម្រាប់តែជនដែលមានចំណាប់អារម្មណ៍ឬមានតម្រូវការចង់មកមើលផ្ទាល់ទេផ្ទាល់អាចមកបាននៅ showroom ជីវរាទាំងពីរសាខានេះផ្ទាល់នៅលើផ្លូវ271ជិតភ្នំពេញ Sport Club និងមួយសាខាទៀតនៅលើផ្លូវ432ជិតផ្លូវ875ពីរហ្នឹងគឺនៅម្ដុំទួលកំពង់ដូចគ្នាឬក៏អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដែលមាននៅលើ screen វីដេអូនេះអរគុណជម្រាបលា